តពីប្រៃនីមានចចកមួយក្បាលតែងតែចង់ធ្វើតាមគេមានពេលខ្លះវាយល់ថាជីវិតមិនដឹងថាចង់បានអ្វីឲ្យពិតនោះទេហើយខ្ញុំពិតជាធុញថប់ក្នុងជីវិតដល់ហើយតែខ្ញុំគួរតែធ្វើបែបណាទៅណោះជីវិតដូចជាដដែលពេកហើយស៊ីដេកស៊ីគ្មានគោលដៅច្បាស់លាស់សោះដោយមានអារម្មណ៍ធុញថប់ថ្ងៃនោះចចកក៏បានស្រែកឮសំឡេងគ្រលួតកងរំពងព្រៃតែមិនប្រយ័ត្នព្រានក៏បានឮមានចចកនៅទីនេះដែរតាប្រសើរណាស់ហេងហើយអញព្រានបានលើកព្រួញតម្រង់ទៅចចកយ៉ាងមុតមាំនិងប្រុងប្រយ័ត្នតែអកុសលគាត់មិនត្រូវនោះទេចំជាចង្រៃមែនមិនសមណាបាញ់ខុសសោះវារត់ទាល់តែបានពិតជាគួរឲ្យខឹងណាស់ដោយភ័យពេកចចកព្យាយាមរត់គេចពីសេចក្តីស្លាប់ណាស់វារត់ហើយរត់ទៀតរហូតដល់កន្លែងមួយអូយគ្រោះថ្នាក់ណាស់ប៊ីសទៅងាប់ទៅហើយបើសិនជាខ្ញុំចេះច្រៀងជំនួសការលូវិញប្រហែលជាព្រានមិនដឹងទេថាខ្ញុំជាចចកនោះមើលទៅនៅក្បែរនោះដែរមានសត្វទន្សាយមួយក្បាលរស់នៅក្នុងរូងថ្មវាអាចច្រៀងបានតិចសំឡេងវាធ្វើឲ្យឮដល់ចចកតែម្ដងទេអ្នកណាកំពុងតែច្រៀងហ្នឹងសំឡេងដូចជាពីរោះដល់ហើយបើខ្ញុំចេះច្រៀងមិនដឹងជាល្អយ៉ាងណាទេនេះគិតហើយចចកក៏បានដើរសម្ដីទៅរកម្ចាស់សំឡេងនោះនិងបានសម្គាល់ឃើញថាទន្សាយកំពុងតែធ្វើរឿងមួយតាមពិតគឺទន្សាយអញសោះចចកជួយផងអេឈប់សិនកុំតន់ខ្លាចមើលកុំតន់ភ័យអីខ្ញុំមិនស៊ីឯងទេណាកុំខ្លាចអីចុះពីលើថ្មនឹងមកហេណាទៅទុកចិត្តលបងឯងនោះចចកជាសัตว์ល្បិចច្រើនណាស់ហើយក៏ស៊ីសាច់ឆៅដែរអត់ទេខ្ញុំមិនហ៊ានចុះទៅទេណាហើយស្រេចអញ្ចឹងចុះក៏ចុះមិនចុះក៏ហីទៅតែមុននេះឯងជាអ្នកច្រៀងមែនទេសំឡេងឯងពីរោះណាស់ពីរោះមែនទេបងស្ដាប់ច្រឡំហើយខ្ញុំអត់បានច្រៀងណាតែមុននេះខ្ញុំឮឯងច្រៀងច្បាស់ណាស់អត់ទេនឹងមកពីខ្ញុំជុំចាញ់តាខ្ញុំប្រឹងជុះឲ្យវាបានធូរប៉ុណ្ណោះខ្ញុំមិនមែនស្រែកច្រៀងណាអូខ្ញុំខំតែច្រឡំតាមពិតគឺអញ្ចឹងសោះមុននេះខ្ញុំចង់មកសុំអញរៀនច្រៀងហ្នឹងណាឥឡូវលាហើយចង់រៀនច្រៀងមែនទេឈប់សានមើលខ្ញុំបានដឹងរឿងមួយតែជារឿងអីទៅមានការអីមែនបងសារិកាមានសម្លេងពីរោះណាស់បងទៅរៀនពីគាត់ទៅគាត់នៅត្រើយម្ខាងនៃដៃទលេសាបឯណោមែនណាបើអញ្ចឹងល្អណាស់ខ្ញុំនឹងទៅឥឡូវនេះតែម្ដងតែខ្ញុំចង់ដឹងណាស់មិនក៏លបងចង់រៀនច្រៀងទៅវិញក្រែងលបងប៉កែលូណាស់មែនទេខ្ញុំដឹងតែការលូគ្រោះថ្នាក់ណាស់មនុស្សអាចដឹងពីចម្រោកខ្ញុំបានបើបែបនោះពួកគេនឹងអាចប្រមាញ់ខ្ញុំស្លាប់មិនខានទេតែលបងជាចចកហ្នឹងរៀនច្រៀងបានដែរមែនខ្ញុំមិនដឹងទេដឹងត្រឹមការច្រៀងមើលទៅសប្បាយណាស់ហើយវាក៏អាចជាគោលដៅនៃជីវិតខ្ញុំក៏ថាបានដែរខ្ញុំយល់ហើយចឹងជូនពរសំណាងល្អណាស់បងចចកបាទអរគុណហើយទៅហើយណាចចកបានត្រាច់ចុះរកគោលដៅរហូតដល់កន្លែងមួយវាក៏បានជួបនឹងសត្វក្ងោកមួយក្បាលពុទ្ធោហើយកង្កោកនោះស្អាតម្ល៉េះគោលដៅខ្ញុំប្រហែលជាចង់បានជីវិតដូចកង្កោកមិនមែនច្រៀងទេមើលទៅនោះកាត់ហើយចចកក៏បានដើររំកិលខ្លួនចូលទៅចិត្តបន្តិចនិងសម្ដែងការគួរសមឡើងមកថាសួស្ដីអ្នកបងកង្កោកអ្នកបងជាកង្កោកញីតែមិនក៏ស្អាតម្ល៉េះមានរូបរាងដូចជាកង្កោកឈ្មោលអញ្ចឹងចាអរគុណហើយលោកបងចចកតាមពិតខ្ញុំមានរោមវែងនេះព្រោះតែជាការច្នៃបន្ថែមទេណាតើមានន័យបែបណាទៅ
ដូចបងដឹងចឹងកង្កោកញីមិនស្អាតដូចកង្កោកឈ្មោលទេហេតុនេះខ្ញុំក៏យកស្លាប់នៃកង្កោកដែលបានស្លាប់ពាក់បន្ថែមទៅនេះជាការកែច្នៃរូបរាងណាលបង ខ្ញុំយល់ហើយនេះក៏ជារសជាតិនៃជីវិតផងដែរខ្ញុំចង់បានស្លាប់ដូចជាអ្នកបងដល់ហើយ តែបងជាចចោះធ្វើមិននឹងដូចខ្ញុំបានទៅ ដូចអ្នកបងបានពោលមុននេះអញ្ចឹងជីវិតជាការកែច្នៃនោះអីសូមជួយណែនាំផងតើបានទេ តើបងពិតជាចង់ខ្លាចជាកង្កោកមែនទេ បានពិតមែនហើយបងកងោកខ្ញុំចង់ចេះហើយចេះលោតនិងចង់មានរោមស្លាបស្អាតបែបនេះដែរណា គិតចេះចោះបងដើររកកង្កោកដែលបានស្លាប់នោះរួចដកយករោមពួកវាទៅហើយប្រើជ័រឈើស្អិតមកបិទនោះបងក៏នឹងស្អាតដែរហើយ មែនណាខ្ញុំសាកល្បងសិនអរគុណហើយ ចាលោកបងសូមមានសំណាងល្អណាស់ចចកបានដើររកមើលទីណាដែលមានកង្កោកដេកស្លាប់ជាមួយនឹងក្តីរំពឹងមួយហើយទីបំផុតវាក៏បានជួបពិតមែន ប្រសើរណាស់ពិតជាមានកងោកដេកស្លាប់មែនខ្ញុំសុំរោមស្លាប់ទាំងអស់នេះហើយណា ចចកបានបើកយករោមស្លាប់ទាំងអស់រួចវាក៏បានពាក់លើដងខ្លួននិងចាប់ផ្ដើមរីករាយផងដែរ ស្អាតណាស់ពីពេលនេះទៅខ្ញុំមិនមែនជាចចកដែលមនុស្សតាមសម្លាប់ទេខ្ញុំគឺជាកងោកឈ្មោលដ៏ស្រស់ស្អាតតើ ចចកបានសាកល្បងលោតចោះលោតឡើងហើយក៏ទៅទះស្លាប់យ៉ាងមានមោទនភាពផងដែរ ខ្ញុំគួរតែច្រៀងនិងហោះហើរមិនមែនលូទៀតទេអូមែនហើយខ្ញុំទៅហោះនៅមាត់ជ្រោះសិន គិតហើយចចកក៏បានទៅដល់ក្បែរមាត់ជ្រោះដែលមានខ្យល់បរិសុទ្ធនិងជើងមេឃខៀវស្រងាត់ផងដែរ 1 2 3ហោះសិន ឈប់សិនលបងគ្រោះថ្នាក់ណាស់ អូអ្នកបងកងោកទេហ៎នេះតើអ្នកបងមើលខ្ញុំស្គាល់ថាជាចចកដូចដើមដដែលមែនទេ ប៉ាត់ហើយលោកបងសម្បកខាងក្រៅมันអាចបិទបាំងការពិតនៃអំបូរយើងទេណាលោកបង តែខ្ញុំមិនជឿទេនេះមកពីអ្នកបងបានដឹងពីកម្រងខ្ញុំទៅចំណាំខ្ញុំតើចាំមើលខ្ញុំលោតហោះឲ្យមើលណា តែលោកបងមិនចេះហើទេបាក់សីមានឆ្អឹងប្រហោងបុកនឹងស្លាប់ពេញខ្លួនជាហេតុអាចហោះបានតែបងមិនមានទេណា ចាំទៅមើលទៅដឹងហើយព្រោះខ្ញុំដឹងថាខ្ញុំមិនមែនជាចចកទៀតទេតែខ្ញុំជាកងោកដ៏ពូកែនោះអី លោកបងវាគ្រោះថ្នាក់ណាស់ ខ្ញុំហោះហើយក ុំអីអូយព្រះសម្មាសម្ពុទ្ធអើយមើលចោះលោកបងដូចជាមិនស្គាល់ខ្លួនឯងសោះហើយសូមឲ្យលោកបងចចោះផុតពីគ្រោះថ្នាក់ផងទៅចោះ អាយុអូយអូយនេះសំណាងហើយដែលបានមេឃឈើជួយកុំអីងាប់ទាំងនៅកំឡោះឲ្យខ្ញុំអូយ មិនទៅណាទេព្រានក៏បានមកឃើញចចកម្ដងទៀតនិងបានលន់មាត់និយាយយ៉ាងលឺថា ចុំមានកងោកស្អាតណាស់ណោះ ចចកលឺហើយរីករាយណាស់ទោះខ្លួនកំពុងតែមានរបួសក៏ដោយវាសំងំស្ងៀមរហូតតតែព្រានមកចិត្តខ្លួនក ងោកគឺកងោកតើតាមពិតខ្ញុំខ្លាចជាកងោកមែនតើម្ដងនេះខ្ញុំនឹងមិនស្លាប់ដោយសារនេះព្រាននេះទៀតទេគាត់មុខជាអាណិតខ្ញុំជាមិនខាន ព្រានពិតជាពេញចិត្តរោមស្លាប់នៃកង្កោកណាស់ព្រោះវាអាចធ្វើឲ្យគាត់យកទៅលក់ជូនលោកសេដ្ឋីបានប្រាក់ច្រើននោះអី ម្ដងនេះអញគ្រប់ទឹកហើយបានទាំងរោមបានទាំងស្លាប់កងោកតែម្ដងពិតជាសំណាងមែនអេមើលទៅបរោះនេះចង់សម្លាប់ខ្ញុំហើយតើព្រះហើយតិចបងជីវិតទៅមិនបានទេរត់ហើយទៅបានងាប់ទៅ ចចកបានប្រឹងទាំងកម្លាំងចុងក្រោយដើម្បីរត់ចេញហើយទីបំផុតវាក៏បានគេចទៅដល់កន្លែងមួយ ម្ដងនេះធ្ងន់កជាងលើកមុនទៅទៀតជាកងោកក៏គេចង់បានចង់សម្លាប់ខ្ញុំលែងចង់ធ្វើជាកងោកទៀតហើយ ចចកបេះតែវេទនាជាងមុនទៅទៀតហេតុនេះវាក៏បានគិតបន្តថា ខ្ញុំគិតច្បាស់ហើយពេលនេះខ្ញុំនឹងបដូរគោលដៅទេខ្ញុំគិតទៅរកសារិការៀនច្រៀងវិញល្អជាងណោះ
ជាថ្មីម្ដងទៀតចចកបានដើរទាំងរបួសរហូតទៅដល់កន្លែងមួយនិងបានជួបពស់ថ្លាន់មួយក្បាលទៀតផង សួស្ដីបងចចកទៅណាមកណានឹងដូចជាមានការផ្សងព្រេងណាស់ណោះមើលទៅនោះមែនហើយខ្ញុំកំពុងទៅរកសារិកាដើម្បីរៀនច្រៀងហ្នឹងណាលបងខ្ញុំផ្សងព្រេងណាស់រៀនច្រៀងមែនទេក្រែងលបងពូកែលូណាស់តើមែនទេមែនហើយតែខ្ញុំមិនចង់ចេះលូតទៅទៀតទេខ្ញុំចង់ចេះច្រៀងវិញល្អជាងណាលបងពោះតែនេះក្រែងជាធម្មជាតិបងឯងតើបងគួរតែលូហើយបើជាការល្អគឺរៀនលូឲ្យប៉ាកែទៀតផងទៅតែខ្ញុំអត់ទេខ្ញុំគិតតែច្រៀងទៅរីករាយជាងអូមើលទៅលបងដូចជាប៉ាកែលូនណាស់មែនទេមែនហើយខ្ញុំអាចលូនហើយក៏អាចហែលទឹកបានដែរពិសេសម្ល៉េះរស់នៅបានទាំងលើគោកនិងក្នុងទឹកខ្ញុំពិតជាចង់មានជីវិតដូចជាលបងដែរណាមិនក៏អញ្ចឹងក្រែងលបងកំពុងតែមានភារកិច្ចមែនទេហើយខ្ញុំលែងមានភារកិច្ចអីហើយខ្ញុំចង់មានជីវិតដូចជាលបងអញ្ចឹងសូមលបងជួយណែនាំខ្ញុំផងបានទេលបងអាចមានគ្រោះថ្នាក់បានណាលបងគួរតែរស់នៅលើគោកហើយសម្រួចការរស់នៅឲ្យប៉ាកែទៅទើបល្អអត់ទេសូមមេត្តាជួយខ្ញុំផងទៅណាលបងពោះបានខ្ញុំជួយលបងទៅចុះតែបើមានបញ្ហាអីមួយកើតឡើងលបងកុំបន្ទោសខ្ញុំឲ្យសោះណាបានមិនបន្ទោសទេសូមជួយណែនាំផងណាលបងពោះបានជាដំបូងលបងត្រូវបណ្ដែតខ្លួននៅលើទឹកហើយមុជចុះម្ដងម្កាលណាលបងតែប៉ុណ្ណឹងទេមែនទេមើលចាំខ្ញុំសាកមើលសិនលបង ចចកមិនចាំយូរទេវាក៏លោតចូលទឹកព្រូងឬក៏បានហែលដាំដូងទៅមកយ៉ាងរីករាយតែម្ដង លបងពោះឃើញទេខ្ញុំអាចធ្វើវាបានមិនខុសពីលបងទេណាលបងប្រយ័ត្នផងណាទឹកគួចខ្លាំងណាស់មិនអីទេលបងមើលចុះទីបំផុតខ្ញុំបានខ្លាយជាពស់ហើយខ្ញុំសប្បាយចិត្តណាស់លបងអើយព្រះហើយកើតជាចចកបែរជាចង់ខ្លាយជាពស់ទៅវិញការរីករាយនោះមិនបានយូរទេចចកបានចុកជើងម្ដងបន្តិចហើយទឹកក៏បានគួចខ្លាំងទៀតហេតុនេះចចកក៏បានលង់ទឹកនិងអណ្ដែតទៅឆ្ងាយជួយផងលបងចចកអណ្ដែតប៊ីស្លាប់ប៊ីរស់រហូតទៅដល់មាត់ច្រាំងមួយកន្លែងនិងមានទឹកពេញពោះតែម្ដងអូយប៊ីទៅងាប់ទៅហើយខ្ញុំលែងចង់ខ្លាយជាពស់ស្អីទៀតហើយណែលបងចចកលបងចាំបាច់ទៅហើយនឹងគឺអ្នកបងសារិកាមែនទេព្រះហើយអ្នកបងសំឡេងពីរោះណាស់លោកបងសរសើរខ្ញុំពេកហើយទីបំផុតខ្ញុំបានជួបសារិកាហើយអ្នកបងដឹងទេខ្ញុំតាមរកអ្នកបងយូរហើយណាអ្នកបងអើយតើលោកបងតាមរកខ្ញុំព្រោះអ្វីដែរទេខ្ញុំមិនលាក់បាំងអីទេគឺខ្ញុំចង់ចេះច្រៀងដូចជាបងណាជួយបង្រៀនខ្ញុំផងទៅបានទេលោកបងពូកែលឺស្រាប់ហើយសំឡេងក៏លឺទៀតមិនក៏ចង់ច្រៀងទៅវិញនោះលោកបងខ្ញុំធុញទ្រាន់ណាស់ខ្ញុំមិនចង់លូទៀតទេខ្ញុំចង់ច្រៀងវិញសូមមេត្តាខ្ញុំផងទៅណាបើចេះច្រៀងខ្ញុំមុខជារីករាយខ្លាំងណាស់មកតែខ្ញុំមិនអាចបញ្ជួយបំពេញការតស៊ូបងទេបានខ្ញុំនឹងព្យាយាមបង្រៀនលោកបងចាស់មែនណាខ្ញុំរំភើបណាស់អ្នកបងសូមចាប់ផ្ដើមពេលនេះតែម្ដងទៅសារិកាបានបង្ហាត់ចចករហូតតតែចេះចចករីករាយណាស់លោកបានចេះហើយនោះចចកក៏តែងតែច្រៀងគ្រប់ពេលឡាវូជាថ្មីម្ដងទៀតព្រានក៏បានឮសំឡេងនោះនិងបានឃើញស្រមោលព្រៀងនៅចិត្តព្រៃមួយល្អណាស់មានសារិកាផងមែនទេខ្ញុំមើលមិនច្បាស់សោះតែថាបើខ្ញុំចូលកាន់តាគៀកវាមុខជាផ្អើលខ្ញុំបាញ់ពីកន្លែងនេះទៅចុះតែមានមនុស្សមែនទេគេប្រហែលជាចូលចិត្តសម្លេងខ្ញុំហើយឡាវូព្រានបានតម្រង់បាញ់យ៉ាងមុតមមតែជាអកុសលគឺបាញ់មិនត្រូវនោះទេ
ចង្រៃមែនឈប់កុំទៅណាហើយបេះទៅងាប់ទៅហើយខំគិតថាចេះច្រៀងដោយសារិកានឹងមានគេចូលចិត្តតែចុងក្រោយក៏នៅតែមិនរួចខ្លួនដដែលខ្ញុំម៉ៃខ្ញុំ ចចោពិបាកចិត្តណាស់វាមិនដឹងថាចង់បានអ្វីឲ្យពិតប្រាកដឡើយហើយវាដើរតុកក៏បានទៅដល់អាស្រមមួយ ចចហើយទៅណាមកណាដែរបានដូចជាតាមរកសេចក្តីសុខមិនឃើញសោះអញ្ចឹង លោកតាមានប្រសាសន៍ត្រូវហើយចៅពិតជាធុញនឹងជីវិតដដែលនេះណាចៅដូចជាចង់បានជីវិតដូចជាលោកតាវិញម្ដងព្រោះមើលទៅលោកតាដូចជាស្ងប់ល្អណាស់ ចៅឯងនេះចំមែនតាមពិតជីវិតមិនមែនដដែលទេចចតែងតែធ្វើតាមគេធ្វើតាមឯងរហូតតើតានិយាយត្រូវទេ មែនហើយលោកតាធ្វើតាមគេបែបនេះបែបនោះមែនតែក៏នៅតែកិច្ចមិនផុតពីការប្រមាញ់ដដែលលោកតា ហើយចចនៅតែចង់ធ្វើតាមគេទៀតទេ អត់ច្បាស់ទេលោកតាម្យ៉ាងតាមឬមិនតាមមិនអាចកិច្ចផុតពីក្តីស្លាប់ដដែលហ្នឹង នឹងមកពីចៅឯងតែងខ្លួនតើតែតានឹងឲ្យចៅខ្លាយជាសត្វនោះពិតតើចៅព្រមទេ ពិតមែនណាលោកតាបើអញ្ចឹងសូមឲ្យចៅខ្លាយជាកង្កោកពិតមក បាន មិនបងអង្គយឺតាបោះបានជប់ឲ្យចចោខ្លាយជាកង្កោកភ្លាមមួយរំពី អូ ល្អណាស់លោកតាចៅសប្បាយចិត្តណាស់ចៅលាសិនហើយលោកតា ទៅចុះហើយបើមានរឿងអីត្រឡប់មកវិញណាចៅ បាទលោកតា ចចោដែលខ្លាយជាកង្កោកនោះបានហោះហើយហោះទៀតលឺបានបន្តិចព្រិនក៏បានបាញ់គាត់ស្លាប់បាត់ទៅ អូយឈឺណាស់ដំបងគិតថាខ្លាយជាកង្កោកពិនគេមិនសម្លាប់តែមានឯណាគឺនៅតែស្លាប់ដដែលអូយ លុះវាងាប់ហើយនោះប្រលឹងចចោក៏បានវិលទៅជួបលោកតាវិញម្ដង លោកតាចៅស្លាប់ហើយឥឡូវចៅមិនចង់ខ្លាយជាកង្កោកទេលោកតាជួយដល់ចៅឲ្យខ្លាយទៅជាពស់ផងបានទេ បានចូលចៅខ្លាយជាពស់ទៅចុះ ជាថ្មីម្ដងទៀតចចោដែលប្រែជាពស់ក៏ទៅបន្លាចនាយព្រានដើម្បីសងសឹក ចាំមើលណាយើងនឹងចាក់ព្រាននោះដើម្បីសងសឹកប្រកាសណាអ្នកណាក៏ខ្លាចយើងដែរ ក្នុងពេលនោះព្រានក៏បានមកដល់ហើយព្រានក៏បាននិយាយថា អាយ៉ាអញតាមរកយូរហើយតើកំពុងតែចង់បានស្បែកផងងាប់ទៅ ជាថ្មីម្ដងទៀតវាក៏បានងាប់រីឯវិញ្ញាណចចោនោះក៏បានទៅដល់កន្លែងតាបោះសាជាថ្មីវិញដដែល លោកតាខ្ញុំចង់ខ្លាយជាសារិកាវិញសារិកាមកជាគ្មានអ្នកណាសម្លាប់ទេសំលេងវាពីរោះគេនឹងចូលចិត្តមិនខានទេលោកតា បាន ដែលក្តីរីករាយសារិកាចចោនោះក៏ហើរលេងនិងច្រៀងយ៉ាងរីករាយនិងក្លាហានឃ្លីវខ្លាផងដែរ សារិកាមែនទេប្រសើរណាស់ឆាខ្ញី ដូចមុនដដែលចចដែលខ្លាយជាសារិកានោះវាក៏បានព្រានបាញ់ងាប់ដូចដើមដដែលជាថ្មី ព្រះអើយតែខ្ញុំគួរតែខ្លាយជាអ្វីទៅណទើបអាចមានសេរីភាពបាននោះមិនក៏ជីវិតនេះវេទនាម្ល៉េះ នាពេលនោះផងដែរក៏មានចចមួយក្បាលកំពុងតែដើរមកធ្វើឲ្យកូនប្រុសនាយព្រានផាត់ភ័យជាខ្លាំងពុកចចធំណាស់វាសាហាវណាស់វាមិនខ្លាចមនុស្សទេណាពុករត់ទៅពុក វាសាហាវណាស់មិនបានទេកូនឆាប់រត់ទៅមើលទៅវាដូចជាកាច់ណាស់
ម្ដងនេះព្រាននឹងកូនរត់ហើយរត់ទៀតមិនងាកក្រោយទេចំណែកសារិកាដែលងាប់ចិត្តនោះក៏បានពោលថា មើលទៅដូចជាគ្មានអីល្អជាងជាតិខ្លួនឯងនោះទេខ្ញុំសូមប្រាថ្នាសូមឲ្យខ្ញុំក្លាយជាចចកវិញផងទៅចុះ ហត់ហើយនៅចៅចូលឯងខ្លាយជាចចកវិញទៅចុះ លោកតាចៅកិច្ចមិនរួចពីជាតិជាចចកទេចៅដឹងហើយកើតមកគ្មានអ្វីក្រៅពីខំប្រឹងតាមជីវិតខ្លួនឯងឡើយ នឹងគឺជាការពិតម្នាក់មានផ្លូវជីវិតខុសគ្នាមិនអាចរត់តាមគេទេមនុស្សអាចមានក្តីសម័យច្រើនហើយគេក៏តស៊ូដែរតែចៅជាចចកមិនអាចចង់ខ្លាយជាសត្វដទៃបានទេ បានលោកតាខ្ញុំគួរតែរៀនរស់រៀនការពាររៀនអភិវឌ្ឍខ្លួនទៅតាមអំបូររបស់ខ្លួនមិនគួរណារត់ទៅនេះទៅនោះរហូតប៊ីសតែស្លាប់អញ្ចឹងទេ ចចកតាំងពីពេលនេះតទៅចៅនឹងរស់តាមរបៀបជាចចកលើទេរៀនលូរៀនរត់កុំរៀនហោះហើយបើចង់ស្ងប់នៅទីនេះហើយសុំសិលជាមួយតាចៅនឹងបានចិត្តស្ងប់ ចៅអរគុណណាស់លោកតាចៅយល់ហើយចៅនឹងខំប្រឹងតាមរបៀបខ្លួនឯងនឹងរស់នៅឲ្យបានល្អបំផុតផងដែរម្យ៉ាងចៅនឹងនៅទីនេះបម្រើលោកតាដែរ ប្រសើរណាស់ចៅនឹងបានល្អតទៅជាមិនខានឡើយជឿតាចុះណា បានលោកតាចៅជឿតាមលោកតាហើយ ស្គាល់ខ្លួនឯងរៀនរស់រៀនតស៊ូរៀនមានក្តីស្រមៃរៀនសម្រួចគោលដៅចូលកុំខ្ជិលខ្ជាធ្វើតាមគេតាមឯងទាំងគ្មានការពិចារណាឲ្យសោះពុំនោះទេអ្នកនឹងខាតពេលខាតវេលាអស់ហើយ